ស្ដីបងប្អូនថ្ងៃនេះខ្ញុំដុតថាខ្ញុំចង់មកណែនាំជាមួយនឹងកាមេរ៉ាមួយដែលជាប្រភេទកាមេរ៉ាថាសហោះរបស់ Ezvis ដែលមានលេខកូដសម្គាល់ E4P ហើយកាមេរ៉ានេះគឺជាកាមេរ៉ាដែលមានរាងតូចច្រឡឹងមែនតើបន្ទាប់ពី unboxing ហើយបាទខ្ញុំនឹងមកធ្វើការតេស្តសាកល្បងជាមួយនឹងកាមេរ៉ានេះដែលជាដំបូងយើងប្រើប្រាស់ជាមួយនឹងភ្លើង adapter 5V 2 ampere បាទដោតជាមួយនឹងកាមេរ៉ាហើយវានឹងលោតចេញភ្លើងពណ៌ក្រហមតែពណ៌ហ្នឹងគឺវានៅគៀនជាមួយនឹងកាមេរ៉ាហ្នឹងផងដែរបាទប្រសិនបើយើងចង់ reset ទៅលើកាមេរ៉ាមួយនេះបាទយើងមានជាមួយនឹងកន្លែង reset ហើយយើងឲ្យមកជាមួយទៅនឹងបញ្ចូលចាស់បាទសម្រាប់ reset វាអត់មានប៊ូតុងទេអញ្ចឹងយើងត្រូវបើកកន្លែងដាក់ memory ហ្នឹងយកទៅចាក់កន្លែងវានេះបាទបើកកន្លែង memory ហ្នឹងហើយនៅខាងឆ្វេងហ្នឹងវាមានរុនមួយយើងរុនចាក់ទៅចាក់រយៈពេល10វិនាទីបន្ទាប់ពីចាក់ហើយបាទវានឹងមកលោតភ្លើងពណ៌ខៀវភ្លឺផ្លែបាទដែលបងប្អូនធ្លាប់ឃើញនៅលើកាមេរ៉ាទូទៅបាទដូចនៅក្នុងរូបនេះជាដើមលោតហើយដូច្នេះបន្ទាប់ពីលោតភ្លើងភ្លឺផ្លែពណ៌ខៀវហ្នឹងហើយគឺយើងអាចធ្វើការ add កាមេរ៉ាហ្នឹងដោយប្រើជាមួយនឹង app Ezvis បាទអញ្ចឹងវាដូចជាកាមេរ៉ាទូទៅផ្សេងរបស់ Ezvis ដូចគ្នាផងដែរយើងគ្រាន់តែចូលទៅកាន់ app យើងចូលទៅកាន់បូកហើយទៅមក add ឬក៏ scan QR code ដែល QR code គឺវានៅបាតទៅលើកាមេរ៉ាតែម្ដងបាទហើយកាមេរ៉ានេះជាប្រភេទកាមេរ៉ាប្រើជាមួយនឹង Wi-Fi ទាំង 2.4 ក៏បានទាំង 5 GHz ក៏បានដែរមែនតើអញ្ចឹងបងប្អូនមិនចាំបាច់ទៅធ្វើការ configure router ទេយកមួយណាក៏បានដែរបាទអញ្ចឹងរងចាំប្រភេទដើម្បីjoinបាទចំពោះការ join មានភាពលឿនរហ័សបាទអញ្ចឹងបន្ទាប់ពីធ្វើការ join ហើយបាទអញ្ចឹងយើងទៅមើលរូបភាពទាំងអស់គ្នាតើរូបភាពរបស់កាមេរ៉ានេះខុសគ្នាពីរូបភាពកាមេរ៉ាទូទៅយ៉ាងដូចម្ដេចតោះនេះបាទអញ្ចឹងនេះជាប្រភេទកាមេរ៉ា fish eye បាទបងប្អូនអាចឃើញបាន fish eye មានរាងជារង្វង់អាចមើលបានរហូតដល់360 degree ហើយនៅក្នុងនេះផងដែរនៅក្នុងកម្មវិធីចាក់បាទយើងនិយាយថាកម្មវិធីមើលរបស់វាគឺវាផ្ដល់មកជាមួយនឹងការ display ការ play នៅលើអេក្រង់ហ្នឹងគឺច្រើនមែនតើគឺប្រើបានទាំងនៅលើពិដានទាំងនៅលើជញ្ជាំងចឹងចំពោះនៅលើពិដានវាមាន6របៀបនៅលើពិដានវាមាន4របៀបចឹងបងប្អូនចង់មើលរបៀបមួយណាអាស្រ័យទៅលើយើងធ្វើការជាមួយនឹងជ្រើសរើសដោយខ្លួនឯងបាទចឹងបើសិនជាឃើញថាមួយនេះគួរឲ្យស្រឡាញ់មួយនេះគួរឲ្យស្រឡាញ់បងប្អូនអាចប្រើប្រាស់ select យកទៅចុចជាប់មួយហ្នឹងទៅទោះបីបងបើកចេញហើយមកបើកចូលវិញក៏វានៅតែរូបភាពនឹងដដែលទេប៉ុន្តែចំពោះការពង្រីកពង្រួមអីគឺវាយើងពង្រីកព្រមបានតែទៅលើរូបភាពវងមូលធំហ្នឹងណាបាទនេះយើងព្រិចបានតែហ្នឹងទេផ្សេងយើងព្រិចអត់បានទេអ្វីដែលជាពិសេសដែលមកជាមួយនឹងកាមេរ៉ានេះគឺវាមានមិចរហូតដល់ទៅ4បាទមិចនៅជុំវិញវាហ្នឹងគឺមិចហ្នឹងគឺប្រដាប់សោបសលេងអញ្ចឹងប្រដាប់សោបសលេងហ្នឹងមានដល់ទៅ4អញ្ចឹងវាធ្វើឲ្យការសោបសំឡេងហ្នឹងគឺបានកាន់តែល្អមួយទៀតផងដែរគឺវាមាន IR រហូតដល់ទៅ4អញ្ចឹងនៅពេលដែលបងមើលនៅពេលយប់គឺវាកាន់តែច្បាស់មែនតើបាទរហូត IR ដល់4វាជួយគ្នាបាញ់មើលសខ្មៅច្បាស់ខ្លាំងបាទវីដេអូយើងបានមកដល់ទីបញ្ចប់ហើយបាទសូមអរគុណអ្នកទាំងអស់គ្នាបានមើលតាំងពីដើមរហូតដល់ចប់